Giờ thì chiếc xe video thì đóng robot super heavy elementary. Yeah. This is heavy elementary. Đây là tụi party patch up boy unit from bay. Lực rút sông này nòm ông pì mì rịnh đi. Để cái ơi chương sắc sao PA cứ dương sắc sao P vocabulary and pronunciation. Vocabularyមានន័យថាពាក្យថ្មី pronunciation គឺបានន័យថាហាត់បញ្ចេញសំឡេងអូខេអញ្ចឹងមានន័យថាទាំងអស់នេះគឺចែកចេញជាពីរចំណែកខាងនេះដែលហៅថា symbol of sound បានន័យថានិមិត្តសញ្ញានៃសំឡេងនេះគឺជានិមិត្តសញ្ញានៃសំឡេងលោកគ្រូចង់បញ្ជាក់ប្រាប់ពីគេហៅថានិមិត្តសញ្ញានៃសំឡេងនេះគឺសម្រាប់ដែលយើងត្រូវផ្ដល់នៅសំឡេងអានណាបានដែលយើង pronunciation ពាក្យហ្នឹងមានន័យថាមានពាក្យពីរព្យាង្គពាក្យនោះណាឧទាហរណ៍នៅក្នុងប្រយោគទាំងអស់នេះno sorry នៅក្នុងពាក្យទាំងអស់នេះពាក្យទាំងអស់នេះសិតតែមានព្យាង្គមកវាឧទាហរណ៍អក្សរនេះដែលគ្រូសូមលើកឧទាហរណ៍ណាសូមលើកឧទាហរណ៍មួយយ៉ានៅលើទំព័រ86នេះនេះទំព័រលើ86នេះលើទំព័រ86ហ្នឹងគឺមានពាក្យហ្នឹងរួចហើយណាពាក្យហ្នឹងគេដាក់ថាពាក្យនៅក្នុងសំឡេងព្យាង្គពីរណាបានន័យថាពីរព្យាង្គក៏ប៉ុន្តែយើងត្រូវទទួលស្គាល់ថាពាក្យដែលមានបន្លឺសំឡេងជាពីរព្យាង្គនេះមិញគេដាក់ពាក្យនេះឲ្យណាបើសង្កេតទៅលើពាក្យនេះយើងអានដល់3ព្យាង្គយល់ទេយើងបើសិនជាសង្កេតទៅលើពាក្យដែលគេសរសេរណាសរសេរនៅកន្លែងនេះគឺអានទៅចេញ3ព្យាង្គ That's 3 syllable មានន័យថា aspirin ណាបើយើងអានជាភាសាបារាំងណាអានជាអក្សរឡាតាំងណាសំឡេងនេះត្រូវបានបញ្ចេញដល់3ព្យាង្គឃើញទេ aspirin ក៏ប៉ុន្តែនៅក្នុងភាសាអង់គ្លេសវាបានផ្ដល់អត្ថិភាពមុនគេដែលគេដាក់នៅក្នុងសៀវភៅលើទំព័រទី86នេះពាក្យហ្នឹងគេយកទៅដាក់នៅក្នុងអាពីរព្យាង្គនេះយល់ទេគេដាក់ក្នុងពីរព្យាង្គនេះចុះបើសិនជាឃើញវាសរសេរជា3ព្យាង្គអញ្ចឹងតែបើឲ្យដាក់ទៅក្នុងសំឡេងតែពីរព្យាង្គយើងអានមិនទៅ Very good នៅកន្លែងនេះគេឲ្យអានចេះណា aspirin ណា aspirin កណ្ដាលគឺលេបបាត់ aspirin អានចឹងមក as សំឡេងឡើងណា spring aspirin អូខេ aspirin បន្លឺសំឡេងព្យាង្គនៅក្នុងព្យាង្គដែលលោកគ្រូនៅក្នុងនិមិត្តសញ្ញាសំឡេងគ្រូដាក់នៅកន្លែងនេះជាលក្ខណៈចំណាំបានន័យថាបើសិនជាសំឡេងធំគឺវាឲ្យយើងសំឡេងឡើងខ្ពស់ណាឲ្យសំឡេងឡើងនេះតែដល់ដាក់សំឡេងតូចនៅខាងចុងបានគេឲ្យយើងទៅចុះមកវិញ aspirin យល់ទេអញ្ចឹងនៅក្នុងនេះមានស្ថានភាពពាក្យដែលគេសរសេរឲ្យស្រេចវាមាន2ព្យាង្គវាមាន3ព្យាង្គយល់ទេចឹងបងប្អូនលោកមិនចេះព្យាង្គលោកសូមបញ្យល់ពាក្យព្យាង្គបានន័យថា1ម៉ាត់2ម៉ាត់ដូចលោកឈ្មោះសុនពិសិដ្ឋសុនពិសិដ្ឋណាសុន1ព្យាង្គ
ពីមកព្យាង្គសិតមកព្យាង្គទៀតគឺទាំងអស់3ព្យាង្គអក្សរនេះលោកគ្រូអានថា plaster ណាសំឡេងអាន plaster គេថា plaster អញ្ចឹងយើងមើលពីសំឡេងឡើងនិងសំឡេងចុះតើវាគួរយកទៅដាក់នៅក្នុងអានេះឬក៏ដាក់ក្នុងអានេះតូចសំឡេងរត់មុខធម្មតាខាងចុងឡើងឃើញទេអានេះខាងដើមឡើងខាងចុងចុះនេះគឺជា symbol នៃគេថានៃសំឡេងបាននៃសញ្ញានិមិត្តសញ្ញានិមិត្តសញ្ញាហ្នឹងគឺបងប្អូនអាចសិក្សាពីអានេះបានណាលោកគ្រូឲ្យនេះគឺបានន័យថាបង្ហាញពីរបៀប pronunciation អញ្ចឹងនៅក្នុងពាក្យទាំងអស់នេះគឺសូមអានជូនតែយកទៅបំពេញក្នុងលំហាត់ក្នុងនេះដោយខ្លួនឯងណាលោកគ្រូអត់ដាក់ជូនទេតែលោកគ្រូបានដឹងថាអាណាគេអានបាន3ព្យាង្គអាណាគេអានបាន2ព្យាង្គអូខេអានេះអានថា aspirin ណា aspirin គេអាន aspirin គេអានេះអានថា plaster អានេះអាន3ព្យាង្គបើយើងមើលទៅសេដូចបាន4អញ្ចឹងណា deodorant ដូចយើងអានបាន4អញ្ចឹងប៉ុន្តែអានេះអានបានតែ3ព្យាង្គទេណាអានេះវាមួយនៅក្នុងនោះវាមានតែ3ព្យាង្គដែរយល់អត់ចឹងវាមានតែ3ព្យាង្គវាអត់មាន4ទេណាបានន័យថាអានេះយើងអានថា deodorant ណា deodorant វាគូឲ្យសញ្ញាមួយទៀតបន្ទាប់វាយើងមើលពីសញ្ញាវាទី1យើងអានថា deodorant ឃើញទេ deodorant 3ព្យាង្គណាអត់អាន do នេះអានេះអានថា deodorant ចឹងគ្រូអានហ្នឹងគឺថានៅក្នុងអាណាមិនគ្រូអានទេណា deodorant ណាគេtoothpaste toothpaste នេះក៏ពីរព្យាង្គដែរ shampoo shampoo អូខេ sun cream ណា sun cream battery ណា battery បើយើងអានណាអានភាសាពេញគាត់ថា battery ដល់ទៅពេលអានចប់បានតែពីព្យាង្គ battery skisser ពាក្យបកប្រែលោកគ្រូអត់បាច់ដាក់ទៅសេជាខ្មែរណាលោកគ្រូដាក់លេខឲ្យហើយណាបាននេះលេខត្រូវហ្មងលោកដាក់លេខត្រូវឲ្យចឹងបានន័យថាពាក្យនេះគឺមើលខ្លួនឯងយកទៅរៀនខ្លួនឯងលោកគ្រូអត់ដឹងណាលោកគ្រូអត់ដឹងថាប្រកបវិជ្ជាឲ្យថាមិនទៀតលោកគ្រូអត់ដឹងតែបើសិនជាយើងនិយាយចេះមិនយើងនិយាយយល់ជាឧទាហរណ៍ថាពេលវេលាយើងទៅរលុយបើយើងមិនគិតទៅរលុយយើងគិតតែឧទាហរណ៍មានមុខរបរមួយថាយើងរត់ pass up ទៅចាស់ណាបានតែយើងមានទុនមួយសម្រាប់ទៅទិញ pass up យកមករត់ដើម្បីយកកម្រៃចិញ្ចឹមជីវិតប្រចាំថ្ងៃយើងចង់បានព្រោះតែយើងចង់បានហ្នឹងហើយបានជាយើងបង្កើតជាមុខរបរមួយនេះណាសុខចិត្តចំណាយលុយទៅទិញមធ្យោបាយ pass up មួយដើម្បីយកមករកស៊ីដឹកភ្ញៀវយកលុយយ៉ាងណាមិញបងប្អូនបានចំណាយពេលវេលាមកមើលវីដេអូលោកគ្រូបង្រៀននេះគឺជាទុនមួយប៉ុន្តែទុនមិនបាច់ប្រើលុយណាមិនបាច់ប្រើលុយគឺបងប្អូនចាំក្រេបយកតែចំណេះពីលោកគ្រូណាដើម្បីយកមកទុកដាក់ខ្លួនឯងក៏មិនខុសគ្នានឹងមាន pass up ទៅរត់ដាក់ភ្ញៀវយកលុយដែរប៉ុន្តែបើសិនជាបងប្អូនមិនព្រមទៅស្វែងរកម៉ួយដឹកយកលុយទេបងប្អូនយក pass up ទៅឆោតចោលទៅធ្វើអ្វីផ្សេង
តិដេកឬក៏ជុំគ្នាផឹកឬមួយក៏លេងជាល្បែងស៊ីសងណាលោកគ្រូសុំទោសមិនមែនមានន័យថាលោកគ្រូប៉ាត់ណាប៉ាត់ណីទៅដល់គេឯងណាប៉ុន្តែលោកគ្រូឃើញមានអ្នកខ្លះអញ្ចឹងក៏ប៉ុន្តែជាការទូលមានជាការរំលឹកទេប្រៀបធៀបទេដើម្បីឲ្យយើងយល់នៅក្នុងភាពមួយហៅថារកលុយសន្សំនេះក៏ចឹងដែរបើបងប្អូនចំណាយពេលវេលាបានត្រឹមមកអើតមើលវីដេអូលោកគ្រូហើយមើលហើយក៏តត់ចោលថែមទៀតទៅ like ក៏មិន like ស្អីក៏មិនអីណាឬក៏ទទួលយកចំណេះខ្លះក៏មិនព្រមអាហ្នឹងក៏វាជាការខ្ជះខ្ជាយពេលវេលាដែរយល់ទេចឹងអញ្ចឹងមកមានហើយសន្សំដាក់ចិត្តរៀនទៅព្រោះលោកគ្រូបង្ហាញនេះល្អិតណាបង្រៀនល្អិតណាលោកគ្រូបង្រៀនល្អិតមែនទេមិនមែនល្អិតលេងសូម្បីតែពាក្យចឹងក៏លោកគ្រូជួយរំលែកដើម្បីឲ្យយើងបានរៀនដែរអញ្ចឹងការដែលយើងចំណាយពេលមើលហើយហ្នឹងសន្សំវាទុកខ្លួនឯងទៅចំណេះហ្នឹងយកខ្លួនឯងទៅលោកគ្រូអត់មានយកតាណាទេលោកគ្រូអត់មានតែទាសហុយទាសដាទាកុំសុងណាទាស្អីមកវិញទេអត់ទេលោកគ្រូបងរៀននេះគឺបានន័យថាលោកគ្រូចេញពីឆន្ទៈលោកគ្រូមិនស្ទាក់ស្ទើរនឹងយកចំណេះនេះមកលាតតាងនៅទឹកចុងក្រោយទេដែលលោកគ្រូនិយាយលោកគ្រូគិតថាលោកគ្រូក៏វ័យចាស់ដែរហើយលោកគ្រូមិនជាក្មេងទេណាប៉ុន្តែលោកគ្រូស្ដាយចំណេះនេះណាលោកគ្រូស្ដាយចំណេះនេះលោកគ្រូគិតថាចំណេះនេះគឺអត់ដឹងយកតាណាទេអញ្ចឹងមានន័យទៅដូចយើងចង់និយាយទៅពោះថ្លាន់ខ្ជាក់ពឹសចោលអញ្ចឹងណាបាននេះតែមិនដឹងយកទៅធ្វើអីទៀតអស់ហើយអញ្ចឹងទេយកទៅទទួលបានច្រើនយកច្រើនតិចយកតិចនេះដែលគ្រូចង់និយាយចំណាយពេលវេលាដើម្បីហ្នឹងណាលោកគ្រូសូមរំលឹកឡើងហ្នឹងមិនមែនមានន័យថាបតាប្រអស់បតាបង្អាប់បន្ទោសđấy từ lư ở vậy đây là cụ bàn gì việc đâu mấy đập hạ để chọn liền nhá ok là cụ lộng khơi miên khai chân đây đây là cụ mẹ miên đây thật cụ từ vậy và hạ cái mẹ đấy đó dạ đây cái này ní con chân đôi khía biết tại ngon nên sọt biết tới che biết tới đấy riêng tới che ấp vào bãi là cụ kết ấp vào bãi bờ cành này con nên cụ môi này non dương thái dương từ tua vô bán vừa đồng nào từ một kia đây cùng thôi rồi check nè ok chắc đây cái này là cụ kết tha rất đẹp viện đây là cụ bàn đã sầm lên chú đôi hơi nè adapter notebook yeah notebook tapi phía cái nhá chả mới là cụ ai xin nhớ nè adapter nè adapter notebook cái nhá pen and pencil yeah pen and pencil yeah anh ấy ăn ta envelope nè ăn ta envelope chẳng món envelope yeah bây phiền bây giờ vậy đó việc học hay bây phiền yeah anh ấy ăn ta sellotape magazine yeah bây phía đây yeah chocolate okay bây phía yeah battery yeah schizo sun cream shampoo toothpaste yeah plus yeah plaster aspirin yeah chắc mà đi thanh đi cứ chia sông niên an đớm đây là cụ bệnh chun tam vật dạ cả nó này symbol of salmon nè giờ tới an tam việt đấy không này đó ok ok trước môn năng bệnh chóp là cô xong này nòm bệnh tích tiết bạn này thà nên không nông rụp hiếp lơ sụp hơi tụi bò thịt bạch sụp mùi nắng cứ dương miên tài lê đạo hơi nâng rụp hiếp hai bộ bàn khơi nhái là cũng chưa thay nền ngón ấy score là ở trong bài tỏ bộ về tranh chi phía xa không ai bạn bộ về tài năng trẻ vậy đấy đó chắc bạn đi thà là cụ xôm này nòm bản năng đấy
តាំងពី pronunciation តាំងពី vocabulary នៅក្នុងទាំងអស់ណានៅក្នុងទាំងអស់ហើយនឹងមាននៅលើក្តារខៀនដែលលោកគ្រូបានលើកមកបញ្យល់មិញហ្នឹងចាលោកគ្រូសង្ឃឹមថាអ្នកទាំងអស់នេះមិនពិបាករៀនទេណាពិសេស pronunciation រៀនបញ្ចេញសំឡេងផងណាបញ្ចេញសំឡេងផងសន្សំទុកខ្លួនឯងទៅលោកគ្រូអត់ដឹងហ្នឹងខ្សែវីដេអូរបស់លោកគ្រូក៏គិតថាសូមឈានមកដល់ទីបញ្ចប់ទៅនឹងទៅចប់ណាហើយយើងសន្យាជួបគ្នានៅក្នុងខ្សែវីដេអូថ្មីក្រោយទៀតអូខេណាបានន័យថាអូលោកគ្រូភ្លេចបកពាក្យគេដាក់ថានេះនៅក្នុងទំព័រកន្លែងអក្សរដែលយើងទៅបកប្រែពាក្យមិញហ្នឹងគឺបានសម្រាប់ pronunciation ហ្នឹងគេដាក់ថា shopping list បានន័យថាបញ្ជីមុខទំនិញយល់ទេ shopping list ហ្នឹងបានន័យថាបញ្ជីមុខទំនិញយ៉ាបានន័យថាបញ្ជីមុខទំនិញគឺមានរបស់អស់ហ្នឹងសម្រាប់ប្រើប្រាស់សម្រាប់ទិញមកប្រើអូខេលោកគ្រូសូមបញ្ចប់វីដេអូតែប៉ុណ្ណឹងចាស់ណាអូខេសន្យាជួបគ្នានៅខ្សែវីដេអូក្រោយ Goodbye, thank you and good luck. I will see you again on the next video.